សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះចង់បង្ហាញពីម៉ាស៊ីនកុំព្យូទ័រតាច់ខ្មៅបងប្អូនរបៀបយើងគូសឲ្យយើង copy យកមួយទៀតចឹងណាបងប្អូនបាទហ្នឹងហើយបងប្អូនឥឡូវយើងរៀបចំចូលកម្មវិធីវាបងប្អូនបាទញ៉ាំ break ហើយកន្លែងនេះគឺជាកន្លែងយើងដាក់ធ្នេបងប្អូនបាទញឹកអំពើចឹងណាសម្រាប់ខ្ញុំដាក់តែ 2.5 ទេសេមួយបងប្អូនអូខេបងប្អូនឥឡូវចុចសញ្ញាព្រួយបងប្អូនបាទវាឡង់វាបងប្អូនសម្រាប់បងប្អូនមានពុំមានអីត្រឹមត្រូវបងប្អូនអូសចង់ឈប់កន្លែងណាអីក៏បានដែរបងប្អូនបាទសម្រាប់បងប្អូនចង់បានអញ្ចឹងណាបងប្អូនបាទខ្ញុំអូសឡើងលើហើយបាទហេបងប្អូនខ្ញុំ enter មួយកន្លែងនេះកន្លែងចុចនៅ position វាបងប្អូនបាទសម្រាប់ day វារត់មកវិញអញ្ចឹងណាអូខេបងប្អូនឥឡូវរៀបចំចុចមកខោបងប្អូនបាទគូសយកហ្នឹងបងដៃខ្ញុំចូលនេះជាកន្លែង XY វាបងប្អូនបាទបើយើងមានពុំត្រឹមត្រូវយើងត្រូវមើល XY វាដូចគ្នាបងប្អូនបាទបើឧទាហរណ៍40ដូចគ្នាអញ្ចឹងណាបងប្អូនបាទវាត្រូវមុខគ្នាបាទហើយខ្ញុំសេវមួយអូមកមួយទៀតបងប្អូនបាទធ្វើមួយទៀតឡើងលើទេឡើងលើទៀតធ្វើមួយទៀតបងប្អូនបាទសូមថយក្រោយបងប្អូនណាចុចសញ្ញាពណ៌ក្រហមទៅបងប្អូនកន្លែងនេះគឺជាកន្លែងយើងដាក់លេខថ្មីលេខចាស់បងប្អូនបាទខ្ញុំដាក់លេខចាស់ហើយបងប្អូនយើងដាក់លេខថ្មីទៅវាច្រើនអញ្ចឹងណាឃើញថាបានមួយបងប្អូនបាទឥឡូវយើង copy ដែលយើងគូសនឹងមួយហើយចង់យកមួយទៀតបងប្អូនបាទតែខ្ញុំចូលនឹងបងប្អូនឥឡូវយើងចូលលើកម្មវិធីវាបងប្អូនមួយទៀតកន្លែងខ្ញុំចុចហ្នឹងបងប្អូនបាទហើយសញ្ញាព្រួយពណ៌ក្រហមពណ៌លឿង2នេះជាកន្លែង copy បងប្អូនចុចលឿងទៅយើងធ្វើមួយបងប្អូនចុចសញ្ញាព្រួយឡើងលើបងប្អូនបាទចុចដល់លើអញ្ចឹងណាបងប្អូនបាទរហូតទៅមើលដៃខ្ញុំចុចបងប្អូនយើងធ្វើមួយដល់បងប្អូនបាទឧទាហរណ៍បើយើងមានពុំ2បងប្អូនមាន2ប្រឡោះអញ្ចឹងណាយើងត្រូវអូសមកប្រឡោះមួយទៀតបងប្អូនបាទអូមកប្រឡោះដែលយើងចង់បានទៅបងប្អូនធ្វើមួយទៀតបងប្អូនឃើញថា copy បានហើយបងប្អូនបាទតែខ្ញុំចូលហ្នឹងអូខេថយក្រោយញ៉ាស៊ូ1ជាង2ដើរសិនបងប្អូនហើយយើងយកមកដាក់លេខចាស់ដែរបងប្អូនបាទធ្វើមួយទៀតឃើញថាអូខេបងប្អូនបាទឥឡូវខ្ញុំជន់ឲ្យបងប្អូនមើលតើឲ្យបងប្អូនបាទប្រឡោះពីប្រឡោះបងប្អូនអូខេលើខ្ញុំជន់ឲ្យបងប្អូនមើលមួយទៀតមើលតាមអេក្រង់តែម្ដងអញ្ចឹងណាតើឲ្យបងប្អូនបាទវាសញ្ញាលេខបូកវារត់អញ្ចឹងណាបងប្អូន